សម្រាប់បងប្អូនបានស្គាល់ហើយប្រភេទ Go Sky ប្រភេទពួកខ្នាត1លើ 35E2 ហ្នឹងគឺលើកមុនខ្ញុំបានបង្ហាញម្ដងហើយបងប្អូនគាត់កំងពណ៌ក្រហមហើយឥឡូវនេះគឺវាពណ៌ថ្មីពណ៌នេះគឺស្អាតមែនតើហើយប្រភេទពួក Go Sky នេះគឺមាន GPS អញ្ចឹងសម្រាប់ពួកប្រភេទមាន GPS អ្នកដែលអត់ចេះលេងក៏អាចលេងបានដែរវាងាយស្រួលហើយវាមាន sensor ដល់2គ្រាប់ឥឡូវយើងទៅមើលពណ៌វាទាំងអស់គ្នាថាវាស្អាតដូចក្នុងរូបអត់មាន valley របស់វាតែវា valley នេះគឺយើងធ្វើពីស្នោទេឥឡូវយើង check មើលពណ៌វាអញ្ចឹងសម្រាប់បងប្អូនគាត់យកមកឈុតនេះគឺមកឈុតថ្ម3គ្រាប់គឺថ្ម3គ្រាប់ហើយមានតែលេមានស្លាបមានតែមួយសែនហ្មងសម្រាប់ពណ៌នេះគឺស្អាតមែនតើគេធ្វើមានកំភ្លើងចំហៀងទៀតសម្រាប់តាំងលម្អហ្នឹងឥឡូវយើងមើលរូបរាងខាងក្រៅរបស់វាមិនទាន់ចាប់ស្លាបគឺក៏ស្អាតដែរហើយវាមានកំភ្លើងយន្តហើយប្អូននេះគឺស្ដាប់ប្អូនបើកបានប្អូននេះគឺប្អូនបើកបានខាងនេះក៏អាចបើកបានដូចគ្នាដែរបើកបានសងខាងអានេះយើងបើកទៅយើងអាចជួយឲ្យត្រជាក់គ្រឿងក្នុងវាតាក់ទងនឹង motor តាក់ទងនឹង board flight control អញ្ចឹងទៅហើយប្រភេទវានេះគឺប្រភេទស្លាប4កតុយក្រោយក៏4ដែរគាត់ថាប្រភេទកតុយក្រោយនេះគឺជាប្រភេទ motor ហើយសម្រាប់ sensor ខាងក្រោមគឺមាន2គ្រាប់នេះគេដាក់ពីចិត្តគ្នាហ្មង2គ្រាប់ហ្នឹង scale របស់គេធ្វើមក detail ចេះយើងគាត់តាំងក៏ស្អាតដែរនេះគឺយើងដាក់តាំងមកស្អាតដូចសារគេមានធ្វើមក detail មែនតើនេះបាច់ទូអីហ្នឹងមើលទៅស្អាតមែនតើចាប់ស្លាបបញ្ចូលហើយចាំខ្ញុំថតដល់ទៀតថាពេលដែលចាប់ស្លាបចូលស្អាតបានថែមមកកម្រិតប៉ុណ្ណាទៀត